Bàជំរាបសួរបងប្អូនថ្ងៃនេះយើងមកជាការចន្ទទីទៀតហើយបាទហើយកុំឲ្យបងប្អូនឆ្ងល់ថាចន្ទទីខ្ញុំវាផ្លែប៉ុណ្ណាវាទុំប៉ុណ្ណាហើយវាក្តាប់ប៉ុណ្ណាហើយឥឡូវនេះឲ្យបងប្អូនមើលតែម្ដងទៅបាទនេះបាទវាទុំមកប៉ុណ្នេះបាទហើយទុំមកហ្នឹងក្នុងចំនួនដើមទាំងអស់ហ្នឹងគឺវាមានទុំតាប្រហែលជា10% នៃដើមក្នុងចង្ការទាំងអស់ទេបាទភាគច្រើនគឺមិនតន់ទុំបាទភាគច្រើនបាទដូចបងឃើញហើយបាទមើលទៅចេះបាទគឺមិនតន់ទុំទេបាទមានតែដើមនេះហើយក៏ដើមផ្សេងខ្លះទៅមាន2គ្រាប់3គ្រាប់អីចឹងទៅបាទហើយបងប្អូនកុំទៅឆ្ងល់អីបាទសម្រាប់ការបាញ់ថ្នាំបាទជាការគិតផ្សេងគ្នាបងប្អូនគិតផ្សេងខ្ញុំគិតផ្សេងបាទបងប្អូនបើចាំឆ្ងល់អីច្រើនទេបាទដូចខ្ញុំអញ្ចឹងមិនមែនថាដើមនេះខ្ញុំបាញ់បាទអាដើមពងអាទុំហ្នឹងខ្ញុំបាញ់ថ្នាំផ្សេងហើយអាដើមវាអត់តន់ទុំចឹងបងណាមើលទៅវាអត់តន់ទុំវាទុំក្តាប់ទៅអីដែលបាញ់ថ្នាំផ្សេងនេះគឺបាញ់ថ្នាំដូចតែគ្នាអញ្ចឹងហើយដីមិននៅតំបន់ខុសគ្នាគឺនៅក្នុងចំការតែមួយប៉ុន្តែវាហេតុអីបានអាដើមនេះវាទុំនេះវាផ្លែទុំបងប្អូនឆ្ងល់អត់បាទហេតុអីវាទុំហើយដើមផ្សេងវាមិនទុំបាទកន្លែងនេះគឺវាមានបញ្ហាច្រើនដែលវាខុសគ្នាបាទទី1បាទក្នុងដើមនេះគឺវាវាលបាទវាវាលបាទទី2ដើមនេះវាអាចនឹងពេញពងច្រើនដោយសារថាកាលពីខ្ញុំដុតអាដើមក្បែរហ្នឹងវាងាប់ដល់ពេលងាប់ទៅអាដើមនេះក្បាលអាដើមហ្នឹងវានឹងដុះពេញពងច្រើនអញ្ចឹងអាដើមហ្នឹងវាមានផ្លែមុនផ្កាមុនអានេះជាការគិតរបស់ខ្ញុំគឺថាមកពីអញ្ចឹងបាទវាវាលវាពេញពងដុះច្រើនអញ្ចឹងទៅហើយសម្រាប់ដើមផ្សេងក៏អញ្ចឹងដែរដើមផ្សេងខ្ញុំអាចមើលវិភាគទៅថាវាខុសគ្នាត្រង់ថាដើមដែលវាទុំមុននោះគឺខ្ញុំលះមែកច្រើនខ្ញុំលះមែកច្រើនជាងដើមនៅក្បែរដែលវាមិនតន់ទុំអញ្ចឹងមានន័យថាយើងលះមែកច្រើននោះដូចជានៅសល់មែកតិចអាមែកតិចហ្នឹងវាមានកម្លាំងជាងអញ្ចឹងហើយអាមែកច្រើនដែលយើងមិនលះច្រើននោះគឺវានៅសល់មែកចាស់ច្រើនគឺវាមិនសូវមានកម្លាំងអញ្ចឹងធ្វើឲ្យចន្ទទីរបស់យើងវាមិនអាចលូតលាស់ការលឿនដោយអាចន្ទទីដែលយើងលះមែកច្រើនវានៅសល់មែកចាស់តិចវាលាស់មែកថ្មីច្រើនអញ្ចឹងវានឹងមានកម្លាំងច្រើនជាងដូចយើងឃើញណារុក្ខជាតិគឺសម្រាប់ស្លឹកគឺវាបំពន់ទៅឬវាបំពន់មកស្លឹកវិញអាហ្នឹងវាទៅវិញទៅមកទេបើវាមិនមានត្រួយខ្ចីច្រើនក៏វាមិនអាចស្រូបយកសារធាតុចិញ្ចឹមទៅចិញ្ចឹមឫសវាច្រើនដែរហើយបើមិនមែនឫសថ្មីច្រើនក៏វាមិនអាចស្រូបមកចិញ្ចឹមដើមចិញ្ចឹមអីច្រើនដែរអានេះវាជាការគិតរបស់ខ្ញុំទេហើយសម្រាប់ការគិតរបស់បងប្អូនមិនដឹងជាយ៉ាងណាទេយើងគិតខុសគ្នាយើងធ្វើខុសគ្នាបាទហើយបងប្អូនមើលទៅបាទនេះដើមនេះដើមតូចបាទដើម2ឆ្នាំបាទគឺបាទនេះវាមិនទាន់ចេញក្តាប់ទេបាទក្តាប់មួយអញ្ចេះបាទនេះអានេះទៅក្តាប់តិចអានេះទៅក្តាប់មួយនេះនេះវាទៅបោះក្តាប់តិចនេះបាទហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនជួយពិចារណាជាមួយគ្នាសម្រាប់ការធ្វើនៅរដូវកាលក្រោយទៀតបាយជំរាបលា